ចាសួស្តីបងប្អូនទាំងអស់គ្នាតោះយើងនឹងជួបគ្នានៅក្នុងវីដេអូមេរៀនទី1សម្រាប់គណិតវិទ្យាទី9របស់យើងគឺយើងនឹងនិយាយពីចំនួនសន្និដ្ឋានដែរអូនណាយើងនឹងឈានដល់ប្រមាណវិធីបូកឬក៏ដករ៉ាឌីកាល់ហ្នឹងអញ្ចឹងយើងដឹងហើយថាចំនួនអសន្និដ្ឋានហ្នឹងគឺជាចំនួនទាំងឡាយណាដែលជាប់រ៉ាឌីកាល់ចាជាប់ឬអូនណាចាពេលនេះគឺយើងឈានដល់ប្រមាណទីបូកដកអញ្ចឹងអ្នកគ្រូចែកវាជាពីករណីឲ្យអូនយើងបូកដកបានទី1នោះយើងនិយាយពីករណីដែលរ៉ាឌីកាល់របស់យើងនិងរ៉ាឌីកលយើងនឹងវាដូចគ្នាហើយរ៉ាឌីកាល់រ៉ាឌីកង់ដូចគ្នាហើយចាអញ្ចឹងបើវាដូចគ្នាយើងធ្វើមិនទៅតោះឥឡូវយើងពិនិត្យមកឧទាហរណ៍ទី1អ្នកគ្រូមាន7ឬការ៉េនៃ3បូក2ឬការ៉េនៃ3ដក10ឬការ៉េនៃ3ចាអញ្ចឹងយើងពិនិត្យមើលករណីរបស់យើងគឺករណីរ៉ាឌីកាល់រ៉ាឌីកង់ដូចគ្នានេះរ៉ាឌីកាល់យើងឬទី2រ៉ាឌីកង់យើងគឺ3ចាអញ្ចឹងដូចគ្នាអូនណាអញ្ចឹងកាលណាវាដូចគ្នាហើយនោះយើងកណនាតែមេគុណយើងទុករ៉ាឌីកាល់រ៉ាឌីកង់នៅដដែលចាអញ្ចឹងយើងចាប់មេគុណយើងចូលក្នុងវងកញ្ចក់មកគឺ7បូក2ដក10ហើយរ៉ាឌីកាល់យើងគឺនៅដដែលតើយើងកណនាបានទីក្នុងវងកញ្ចក់យើងទៅ7បូក2 9 9ដក10គឺឃើញដក1ចាដក1យើងមិនដាក់ទេលេខ1អូនណាមេគុណ1យើងមិនបាច់ដាក់អញ្ចឹងចម្លើយយើងគឺដក3ចាតោះពិនិត្យមើលខ្ទង់ខរបស់យើងវិញពេលនេះយើងមានប៉ុន្មានតួដែរអូនចាយើងមាន4តួហើយអូនមើលទាំង4តួអ្នកណាដែលកណនាគ្នាបានយើងនិយាយគ្នាមិញហើយថាកណនាបានគឺរ៉ាឌីកាល់រ៉ាឌីកង់ដូចគ្នាចាអញ្ចឹងពិនិត្យមើលចានេះយើងពិនិត្យមើលឬ5អានេះក៏ឬ5ដែរអញ្ចឹងអ្នកណាដូចគ្នាយើងកណនាមួយគ្នាទៅយើងចាប់មេគុណវាមកហើយដាក់រ៉ាឌីកាល់ទីកង់យើងនៅក្រៅចាហើយយើងនៅសល់2តួទៀតគឺឬការ៉េនៃ7ឬការ៉េនៃ7នេះអញ្ចឹងយើងចាប់មេគុណវាចូលក្នុងមេគុណវាគឺ8ដល់ពេលតួនេះអត់ឃើញមានមេគុណអញ្ចឹងមានន័យថាមេគុណប៉ុន្មានដែរអូនចាគឺមេគុណយើង1តោះយើងកណនាមកដក7ដក2ទៀតទៅជាដក5 9ឬ5ហើយយើងកណនាមក8បូក1 9ដែរឬ7ចាយើងបានចម្លើយតែប៉ុណ្្នឹងទេដោយសារតែដូចគ្នាពី2ចាខ្ទង់ចុងក្រោយឬគីបនៃ10ឬគីបនៃ10ឬគីបនៃ10ដូចគ្នាអស់ហើយអូនណាចាចាប់មេគុណមកអូនតួទី1យើងមេគុណយើងបានដែរអត់មានអញ្ចឹងចាមេគុណយើង1តួទី2មេគុណយើង2តួទី3មេគុណយើង5ចាអញ្ចឹងឬគីបនៃ10នៅដដែលតោះកណនាក្នុងវងកញ្ចក់របស់យើងមក1បូក2 3ដក5គឺដក2ចាដក2ឬគីបនៃ10យើងបន្តដល់ករណីទី2ប្រមាណវិធីបូកដកដដែលតែករណីរ៉ាឌីកង់យើងខុសគ្នាចាអញ្ចឹងកាលណាវាខុសគ្នាគឺយើងធ្វើឲ្យដូចគ្នាពីព្រោះឲ្យបើវាដូចគ្នាបានយើងកណនាតែមេគុណបានចាអញ្ចឹងអូនពិនិត្យមើលយើងមាន3តួអញ្ចឹងយើងមានឬការ៉េ12ឬការ៉េ27ឬការ៉េ300អញ្ចឹងវាខុសគ្នាទាំងអស់យើងចាប់ផ្ដើមយកពួកវាហ្នឹងមកបំបែកជាកត្តាបឋមដើម្បីរកឲ្យឃើញឲ្យបានរ៉ាឌីកង់យើងគឺដូចគ្នាយើងចែកមក12អូនយើងចែកនឹង2បាន6ចាយើងចែកនឹង2បាន3បាន1អញ្ចឹងមានន័យថាដោយសារយើងរើសទី2អូនណាអញ្ចឹងយើងចេញបានប៉ុន្មានដែរនេះរើសទី2ទៅការសេគុណ2អញ្ចឹងយើងចេញបាន2ហើយនៅមុខយើងមាន5យើងគុណទៅបាន10អ្នកនៅក្នុងយើងគឺរើស3អូខេអូនតោះយើងបន្តទៅមួយទៀតគឺ27ចែកកតាបឋមដដែលមកអូនចែកនឹង3យើងបាន9 3ចែកនឹង3បាន3បាន1អូខេអញ្ចឹងយើងចាប់យក2អ្នកទៀតដែរដោយសារឬការ៉េអញ្ចឹងចេញបាន3នៅមុខយើង3យើងគុណចូលគ្នាទៅឃើញ9អ្នកនៅក្នុងយើងគឺ3អូខេអញ្ចឹងឃើញ2តួដូចគ្នាឬការ៉េអ្នក3ដូចគ្នាចុងក្រោយគឺ300ចាយើងយកវាបំបែកកតាបឋមទៀតដើម្បីដឹងថាវាចេញបានប៉ុន្មាននៅប៉ុន្មានអញ្ចឹងយើងចែកនឹង2បាន150អូនណាចែកនឹង2បាន75ចាយើងចែកនឹង3 25អូខេយើងចែកនឹង5ទៅបាន5យើងបាន1អូខេតោះយើងចាប់ពី2អូនណាចាប់ពី2នេះ2ព្រោះវាការ៉េអញ្ចឹងចេញបាន2ចេញបាន5យើងគុណគ្នាទៅ10អត់មានអីពីមុខទេអញ្ចឹង10ហ្នឹងគឺ10តែម្ដងអត់បានគុណពីណាទៀតទេ
ចឹងយើងនៅសល់3អូខេតោះពិនិត្យមើលរ៉ាឌីកាល់រ៉ាឌីកង់ជាងក៏ដូចគ្នាហើយគឺឬ3ឬក្រែនេះ3ឬក្រែនេះ3ឬក្រែនេះ3ចូលលក្ខខណ្ឌទី1ហើយគឺកណិតមេគុណយើងចាប់ការសរសេរមេគុណយើងចូលវងកញ្ចក់ហើយដាក់ឬ3ទៅដែរតោះអូនពិនិត្យមើល10ដក9 1 1បូក10គឺចា11ឬ3អញ្ចឹងយើងសាមញ្ញទេគឺបើវាមិនដូចគ្នាអូនត្រូវធ្វើឲ្យដូចគ្នាធ្វើវាឲ្យដូចគ្នាដោយការចែកកត្តាបឋមយើងចាប់យក2ដោយសារវារឹសទី2អូខេចាយើងបន្តមកដល់ខ្ទង់ខក្នុងករណីរ៉ាឌីកាល់យើងដូចគ្នាហើយតែខុសរ៉ាឌីកង់យើង45ហើយនឹង320ឥឡូវយើងយក40មកចែកកត្តាបឋមទៀតដែរ2អូខេ22 10 2 5 1យើងរឹសគីបអូនណែនេះយើងរឹសគីបអញ្ចឹងចាប់យក3នាក់អញ្ចឹងមានថាចេញបានប៉ុន្មានដែរចាចេញបាន2នៅសល់រឹសគីបនៃ5តោះតោះ5មានអីចេញបានអីអូនបឋមអីហ្នឹងណាចាអញ្ចឹងនៅតដែរ19រឹសគីបនៃ5យើងដាក់ដកតោះ320យើងចែកនឹងប៉ុន្មានដែរអូនចាចែកនឹង2បាន160អូខេយើងចែកនឹង2ទៀតបាន80ចែកនឹង2បាន40ចែកនឹង2យើងបាន20ចែកនឹង2យើងបាន10ចែកនឹង2យើងបាន5 1អូខេឬគីបអូនណែឬគីបចាប់យកប៉ុន្មានអ្នកដែរចា3នាក់អញ្ចឹងមានថាចេញបាន2ចេញបាន2ទៀតអញ្ចឹង2គុណ2 4មេគុណវាពីមុខប៉ុន្មានទៀតកូន4 2ទៀតអញ្ចឹងគុណចូលទៅគឺ8អ្នកនៅក្នុងនេះអ្នកនៅក្នុងយើងគឺឬគីបនៃ5អូខេតោះបន្ទាប់ពីយើងបំបែកកត្តាបឋមរ៉ាឌីកាល់ហើយយើងមើលដូចគ្នាអត់បាទដូចហើយយើងចាប់មេគុណចូលវងកញ្ចក់តើអូនកែនេះក្នុងវងកញ្ចក់មកសក់ដក17ដក20 25ឬគីបនៃ5ចាអរគុណច្រើនក្នុងការទស្សនា